ខាងភូមិជាការជ្រើខាងត្បូងបានរៀបចំទទួលផែនការអនុវត្តបោសសម្អាតតាមដងផ្លូវ55នេះចាប់ពីគីឡូលេខ121មក124អញ្ចឹងអនុវត្តនេះគឺបញ្ជាការពារនឹងភូមិហើយនឹងបងប្អូនប្រជាពលរដ្ឋមួយចំនួនរួមទាំងអស់10នាក់ជាង12នាក់អញ្ចឹងចាប់ដំណើរការហើយនៅពេលនេះឲ្យធ្វើឲ្យស្អាតបោសសម្អាតឲ្យស្អាតហ្មងអត់ឲ្យមានសម្រាមអីនៅជាប់ចិត្តផ្លូវទេហើយធ្វើនេះពីមុនផែនការ1ម៉ែត្រកន្លះឥឡូវនេះមក2ម៉ែត្រទៀតនៅការ2ម៉ែត្រទៀតវាពីបកគោលដែកនេះទៅ2ម៉ែត្រទៀតពីមុនមក2ម៉ែត្រឥឡូវចាប់ដើម2ម៉ែត្រទៀតសូមអរគុណនេះថ្ងៃទី15ខែតុលាឆ្នាំ2025អមេភូមិបានសហការជាមួយនឹងបងជាការពារចោះសម្អាតតាមដងផ្លូវនិងកាត់ផ្កាព្រៃតាមដងផ្លូវដើម្បីឲ្យឆ្លាស់ងាយស្រួលបងប្អូនធ្វើដំណើរកុំឲ្យមានហានិភ័យក្នុងការបាំងម្ដាមឈើដោយមើលមិនឃើញដោយប្រការណាមួយដល់នេះឃើញថាបងអ៊ំគាត់បានឆ្កាព្រៃហ្នឹងគឺបានឆ្លាស់ល្អណាស់អើយសម្រាប់នេះសម្រាប់បានមួយអើយថ្ងៃនេះថ្ងៃទី15អ៊ំណា15ទី15ខែដុល្លារឆ្នាំ2025ក្រុមការងារពង្រីកប្រធានណាបោសសម្អាតតាមដង55ហ្នឹងឲ្យបានស្អាតថែមទៀតពីមុនយើងដាក់1ម៉ែត្រកន្លះឥឡូវយើងដាក់2ម៉ែត្រទៀតដាក់2ម៉ែត្របានថ្ងៃនេះដឹកនាំក្រុមការងារខ្ញុំជួយខនមេភូមិកាទីត្បូងនិងបងក្នុងភូមិបានសហការគ្នាត្រួសត្រាយតាមដងផ្លូវដើម្បីបង្កើនធនធានក្នុងភូមិឡូយើងឲ្យបោះសម្រាប់ណាពីសម្រាប់ពីអ្នកនេះពីក្រោយហើយយើងបំបានអីអូនអត់ឆេះដុតអូយើងងាត់សិនហើយចាំដាច់ដាក់ឲ្យស្អាតមកយើងមកវិញនឹងក៏ទៅនោះហ៎អូមើលកាត់ទៅទិញមុខវែងនៅបងខាងម៉ាស៊ីនបានលីមកដែរនេះខាងសិនព្រេងមេថាមកហើយចាំមេថាឲ្យព្រេងមកថាបើយើងមិននៅតែនៅយើងមើលគឺមិនបានស្អាតមកធ្វើឲ្យនៅសម្រាប់មកដែរអត់អ្នកភូមិអ្នកធ្វើដំណើរនៅតែបោះចោលសម្រាប់មិនចាប់ដល់ចោលហ្នឹងអ៊ំ2ថ្ងៃបាទ5យើងទៅបានហ្នឹង2ថ្ងៃទៅបានណាចូលការងារឲ្យមកម៉ែត្រទីទៅស្អាតហើយធ្វើអត់ឲ្យមាននេះបោសសម្អាតឲ្យស្អាតហ្មងអត់ឲ្យដូចមុនទីធ្វើលើ